កុំព្រោះតែក្តីស្រឡាញ់តែមួយមុខយើងក៏យកគ្នាជាប្តីប្រពន្ធជីវិតប្តីប្រពន្ធគឺមានអំរែកធ្ងន់ណាស់ដែលយើងត្រូវទូរែកពន្ធជាមួយនឹងគ្នាដូច្នេះមុននឹងជ្រើសរើសយកអ្នកណាម្នាក់ត្រូវសម្លឹងមើលឲ្យបានវែងឆ្ងាយតែបើយើងបានជាចាប់ដៃគ្នាទៅហើយមិនថាអតីតកាលយើងពីមុនចឹងណាប៉ុន្តែចូលមកដល់សមរភូមិនេះហើយគឺយើងត្រូវតែប្រយុទ្ធយកឈ្នះភាពក្រយកឈ្នះការលំបាកយកឈ្នះចិត្តផិតក្បត់របស់ខ្លួនឯងឲ្យបានដើម្បីកសាងគ្រួសារមួយនេះឲ្យមានសុភមង្គលជីវិតគូទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយឲ្យតែមានភាពស្មោះត្រង់នឹងគ្នាភាពក្រនិងទុក្ខលំបាកវេទនាมันអាចនៅជាមួយនឹងយើងបានយូរនោះទេជីវិតប្តីប្រពន្ធគឺការធ្វើដំណើរលើផ្លូវជាមួយនឹងគ្នាហើយឆ្លងគ្រប់បញ្ហាគ្រប់ទុក្ខលំបាកដោះស្រាយនិងផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកដើម្បីគ្រួសារមួយនេះបានសុខគឺយើងត្រូវការគ្នាទៅវិញទៅមកបីជាមានរឿងអ្វីខឹងជាមួយនឹងគ្នាត្រូវគិតឲ្យបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តថាបោះបង់គ្នា